ឡាន Tesla កំពុងភ័យបុកពោះហើយនៅចិនខណៈពេលដែលឡាន SUV ថ្មីរបស់ Xiaomi លក់តម្លៃជាង$30,000ក្នុង1ម៉ោងលក់អស់ជិត3សែនគ្រឿងឯណោះបង្កើនការលក់ 20% ជាមួយនឹង K-Store App by BZ Visor Digital Loyalty Program ដែលផ្ដល់មុនស្នេហ៍ទៅដល់អតិថិជនរបស់អ្នកលក់ទំនិញតាម K-Store App ដែលមិនអស់កម្រៃជើងសារសូម្បីតែ1សេនចង់លក់ដាច់ត្រូវតែលក់ជាមួយ K-Store App បាទមួយថ្ងៃពីរថ្ងៃនេះបាទមានព័ត៌មានមួយកំពុងផ្ទុះនៅចិនហ្នឹងគឺឡានSUV របស់ Xiaomi បាទ model YU7 នេះអូយតម្លៃជាង30,000ប៉ុន្តែលក់បាទតែ1ម៉ោងឯងបាទពីចិត្តបូកទៅក្បែរ3សែនបាទនិយាយថាលេខគុតហ្មងទៅថា3សែនគ្រឿងអញ្ចឹងណាបាទហើយគាត់លក់មួយខែ1ម៉ោងនេះ model ថ្មីនេះចេញមកសាហាវបាទ SUV នេះគឺត្រូវប្រកួតជាមួយនឹង Tesla model Y បាទហើយចេញតែ1ម៉ោងវាស្មើសឹងតែលក់មួយឆ្នាំណាបាទនិយាយរួមលក់ច្រើនជាងឆ្នាំ2024បាទហើយអញ្ចឹងណាបាទហើយកន្លងទៅ2024លក់បាន135,000គ្រឿងហើយ2025បាទមុនសម្ពោធmodel បាទ YU7 ហ្នឹងគឺគាត់លក់តែបាទ SU7 នេះបាទនឹងជា model sedan ណាបាទប្រហែលជា3សែនគ្រឿងណាបាទហើយអញ្ចឹងទេប្រហែលជានេះគឺជាតួលេខមួយដ៏ធំដែលគេមិនរំពឹងទេបាទនៅចិនមានយីហោឡាន EV ច្រើនណាសរុបទៅ140ក្រុមហ៊ុនកំពុងផលិត EV បាទឡានអគ្គិសនីនៅចិនបាទហើយអញ្ចឹងផ្ទុះម្ដងមួយអញ្ចឹងម្ដង Tesla ទៅ Tesla ផ្ទុះនៅចិនខ្លាំងណាស់កាលនឹងលក់លេខ1នៅចិនបន្ទាប់មក BYD បាទបន្ទាប់មកមុននឹង Xpeng បន្ទាប់ Nio ចុងក្រោយBYD ហើយចុងក្រោយនេះគឺ Xiaomi នេះផ្ទាល់តែម្ដងបាទកំពុងតែផ្ទុះហើយតោះនេះនាំគ្នាឆ្ងល់ថាពីក្រុមហ៊ុនផលិតទូរស័ព្ទសោះបាទមិនក៏ទៅជាក្រុមហ៊ុនផលិតឡានហើយផ្ទុះទៅទៀតបាទតើអ្វីជាយុទ្ធសាស្ត្ររបស់ Xiaomi ដែលខ្ញុំនឹងបកស្រាយនៅក្នុងវីដេអូនេះផ្ទាល់តែម្ដងប៉ុន្តែនាំទាំងអស់គ្នាមកមើលនេះបាទមើលហើយចង់ទិញអត់បាទ Xiaomi YU7 បាទនៅខ្មែរសប្តាហ៍ថ្ងៃគឺយើងមាន SU7 បាទ YU7 នេះប្រហែលជាមិនទាន់មកដល់ខ្មែរទេបាទហើយ SU7 នេះបាទ Sedan នេះគឺមាននៅខ្មែរបាទតោះនេះអាចតាក់ទងទៅ DG Moto បាទតាមខ្ញុំនឹងតម្លាក់លេខនៅក្នុងខ្ទង់ comment ផ្ទាល់តែម្ដងអញ្ចឹងទេបាទរឿងដែលអស្ចារ្យបាទគឺនៅពីក្រោយហ្នឹងគឺមាន CEO ក៏អស្ចារ្យដែរបាទខ្ញុំនឹងធ្វើវីដេអូពិសេសមួយបាទពី CEO របស់ Xiaomi បាទនៅថ្ងៃណាមួយនៅវីដេអូបន្ទាប់ប៉ុន្តែឥឡូវបាទតោះនេះនាំនេះឆ្ងល់ណាស់ហើយនិយាយរួមកំពុងអ្នកដែលកំពុងមើលវីដេអូខ្ញុំនេះកំពុងឆ្ងល់ណាបាទពីក្រុមហ៊ុនផលិតទូរស័ព្ទទៅជាក្រុមហ៊ុនផលិតឡានអគ្គិសនីដែលកំពុងផ្ទុះខ្លាំងហ្នឹងបាទផ្ទុះខ្លាំងនេះសឹងតែមិនមែនតែ Tesla ដែលបុកពោះបាទសំបីតែជើងខ្លាំងនៅចិនបាទដូច BYD អីហ្នឹងគឺកំពុងបុកពោះហើយបាទហើយក្រៅពីនេះគឺមានយីហោផ្សេងទៀតជាច្រើនបាទនៅចិនហ្នឹងក៏បុកពោះដែរបាទបុកពោះច្រើនហើយឆាងអានអីហ្នឹងដឹងថាបុកពោះហើយបាទហើយមេឆាងអានបាទវាយកំពុងមើលវីដេអូនេះដែរបាទហើយបាទថ្ងៃណាមួយនឹងសម្ភាសបាទមេឡានឲ្យបានច្រើនមើលស្ដាប់មតិយោបល់ពួកគាត់នៅក្នុងការធ្វើទីផ្សារមើលតើពួកគាត់មានយុទ្ធសាស្ត្រអីខ្លះបាទហើយ Xiaomi នេះយុទ្ធសាស្ត្របាទយុទ្ធសាស្ត្រដំបូងបំផុតណានិយាយរួមក្បួនរបស់ CEO ហ្នឹងគឺចាញ់តាំងពីទូរស័ព្ទបាទទូរស័ព្ទដំបូងហ្នឹងគឺគេនាំគ្នាថា Xiaomi ហ្នឹងគឺច្រឡងតាម Apple បាទច្រឡងតាម iPhone បាទហើយមិនមែនតែ Xiaomi ទេសូម្បីតែ CEO កាលហ្នឹងក៏ពាក់អាវពាក់អីនោះដូច Steve Jobs ហ្មងបាទនិយាយរួមគឺគាត់លួច style របស់ Steve Jobs ហ្មង
ប៉ុន្តែមកដល់ពេលនេះពេលដែលខ្ញុំកំពុងនិយាយនេះកាលពីម្សិលមិញបាទគឺមេរបស់ Xiaomi បានឡើងនិយាយបង្ហាញផលិតផលថ្មីជាពិសេសគឺ model YU ហ្នឹងបាទគាត់លួចប្រហើបទូរស័ព្ទរបស់ Xiaomi គាត់ថាឥឡូវហ្នឹងវ៉ាដាច់ iPhone ហើយបាទគាត់ប្រកាសអញ្ចឹងណាបាទវ៉ាដាច់ iPhone ហើយគាត់ប្រកាសហើយអញ្ចឹងធ្លាប់ពីអ្នកដែលគេថាมันអាចឈ្នះ Apple ទេมันអាចឈ្នះក្រុមហ៊ុនធំដូច Apple ទេអានេះសម្ដីដែល CEO Xiaomi គាត់និយាយហ្មងណាបាទហើយចុងក្រោយទៅគឺគាត់វ៉ាមែនវ៉ាហ្នឹងគឺកាលពី iPhone ប្រកួតមួយ iPhone គឺ Xiaomi ប្រើតម្លៃឥឡូវហ្នឹងនេះគាត់កំពុងតែមកប្រកួតមួយឡានអគ្គិសនីជាពិសេសគឺ Tesla តែម្ដងហ្នឹងក៏ស្តៀងគ្នាដែរបាទអញ្ចឹងសូម្បីតែដាក់ឈ្មោះហ្នឹងគឺចំហ្មងណា Tesla Model Y តទៅពេល Xiaomi Model អី YU7 ឃើញទេបាទសូម្បីដាក់ឈ្មោះក៏ស្តៀងដែរគឺចេតនាទៅវ៉ាដាច់ Tesla តែម្ដងបាទអញ្ចឹងគេតម្លៃទាបជាងប្រហែលជាជាង$1000 Model Y នៅចិនប្រហែលជា36,000ជាងបាទហើយ YU របស់ Xiaomi YU7 នេះតម្លៃ35,000ខុសគ្នាប្រហែលជាង1000អញ្ចឹងបាទនេះជាតិចនិចទី1បាទហើយទី2តោះគ្នាមើល Xiaomi គឺកំពុងតែកសាង ecosystem នៃបច្ចេកវិទ្យាអានេះគឺ Apple ធ្វើអត់បានទេ Apple លែងផលិតអត់គាត់បោះបង់គម្រោងក្នុងការផលិតឡានបាត់ហើយហ្នឹងឃើញទេបាទហើយ Apple ក៏មិនបានធ្វើដោយ Xiaomi គាត់ចេញពីទូរស័ព្ទទៅគាត់ទៅសម្ភារៈអេឡិចត្រូនិកជាច្រើនហើយវាភ្ជាប់គ្នាណាទូរស័ព្ទភ្ជាប់មួយសម្ភារៈអេឡិចត្រូនិកនៅតាមផ្ទះនៅតាមក្រុមហ៊ុនបាទម៉ាស៊ីនបូមធាលីម៉ាស៊ីនស្អីអូយម៉ាស៊ីនច្រើនណាបាទសម្ភារៈអេឡិចត្រូនិកគាត់ហ្នឹងវាភ្ជាប់គ្នាឥឡូវហ្នឹងវាភ្ជាប់ជាមួយនឹងឡានទៀតឃើញទេបាទ3នេះភ្ជាប់គ្នាយ៉ាង smooth យ៉ាងរលូននេះជាយុទ្ធសាស្ត្រមួយដែល Xiaomi យកមកវាយរឿងឡាននឹងឯងដែល Tesla អត់មានទូរស័ព្ទទេបាទអ្នកប្រើប្រាស់ប្រចាំខែរបស់ Xiaomi មានជាង700លានអ្នកបាទ140លានអ្នកនៅចិនបាទនៅទូទាំងពិភពលោកគឺ700លានអ្នកគាត់យកអានឹងឯងបាទយកធ្វើជាចំណុចពិសេសនៅក្នុងការប្រកួតប្រជែងបាទហើយទាំងអស់គ្នាស្គាល់បាទ Xiaomi លក់ដាច់ខ្លាំងហ្នឹងគឺដោយសារគេមានចំណុចពិសេសបាទគាត់មានចំណុចពិសេសដូចខ្ញុំលើកឡើងមិញអញ្ចឹងណាអា3ហ្នឹងបូកចូលគ្នាគឺ run ឡើង smooth ហ្មងបាទហើយដូចទាំងអស់គ្នាបានដឹងខ្ញុំធ្លាប់ទៅសេខ្ញុំធ្លាប់ធ្វើវីដេអូជាច្រើនផលិតផលមួយដែលមានចំណុចពិសេសដែលគេអត់មានណាបាទនោះហើយដែលធ្វើឲ្យមនុស្សរោមទិញmodel បាទ Xiaomi model YU7 ហ្នឹងភ្លុកទឹកភ្លុកដីត្រឹមតែ1ម៉ោងដំបូងលក់ជិត3សែនគ្រឿងដល់នេះមើលបាទគឺកម្របាទហើយអញ្ចឹងសាហាវចាំមើលបែរជាប្រហែលថ្ងៃទៀតតាមស្រួលឡើងដល់លានគ្រឿងទៅមិនទៅបាទឃើញទេនេះជាអតិពលនៃចំណុចពិសេសរបស់ផលិតផលហើយទាំងអស់គ្នាមើលវីដេអូនេះ Tech Startup បាទគឺទាំងអស់គ្នាត្រូវតែរកចំណុចពិសេសហ្នឹងឲ្យឃើញបាទហើយទាំងអស់គ្នាអាចអានសៀវភៅលក់អារម្មណ៍ខ្ញុំបានទៅសេលំអិតខ្លាំងពីចំណុចពិសេសរបស់យីហោជាច្រើនតោះនេះរៀនកសាងឲ្យខ្លាំងដោយ Xiaomi បាទអានោះតោះនេះនឹងផ្ទុះខ្លាំងមែនតើណាបាទហើយអានសៀវភៅលក់អារម្មណ៍តោះនេះចេះលក់អារម្មណ៍ចេះលក់បែបថ្មីចេះលក់ចំណុចពិសេសដោយ Xiaomi អញ្ចឹងតោះនេះនឹងលក់ដាច់ខ្លាំងជាមិនខានហើយសម្រាប់បងដែលកំពុងចាប់ផ្ដើមអាជីវកម្មរួចហើយនាំគ្នាអភិវឌ្ឍអាជីវកម្មខ្លួនឯងជាប់ជាមួយនឹងបច្ចេកវិទ្យាបាទហើយបើសិនបើបាទជាពិសេសអ្នកកំពុងបើកម៉ាតបើកអីបាទទាំងអស់គ្នាចង់បាន software ដើម្បីយកទៅគ្រប់គ្រងអាជីវកម្មខ្លួនឯងអភិវឌ្ឍអាជីវកម្មខ្លួនឯងទៅ digital ទាំងនេះអាចតាក់ទងទៅ Bizadvisor បានឥឡូវហ្នឹងវាសូថ្មីហ្នឹងគឺគាត់ K Store របស់គាត់ដែលជា app នៅក្នុងការធ្វើ promotion សម្រាប់អាជីវកម្មទាំងអស់បានអាចលក់លក្ខណៈ e-commerce បានណានៅលើ K Store ហ្នឹងគឺទាំងអស់គ្នាអាចចូលទៅ K Store ផ្ទាល់ទៅបាទហើយតាក់ទងមួយ Bizadvisor សួរនាំព័ត៌មានបន្ថែមអរគុណច្រើនបង្កើនការលក់ 20% ជាមួយ K Store App by Bizadvisor ជាមួយនឹងមុខងារដែលមានភាពតាក់ទាញជាច្រើនប្រភេទផ្សេងៗគ្នាដូចជាការស្ម័គ្រចិត្ត Digital ដោយមិនប្រើកាតឬហៅលេខទូរស័ព្ទតាមដានពិន្ទុសន្សំនិងប្តូររង្វាន់នៅក្នុង App
ផ្ដល់អត្ថប្រយោជន៍រាល់ពេល Top Up នៅក្នុង e-wallet គ្រប់គ្រង promotion ដ៏ច្រើនសម្បូរបែបដោយស្វ័យប្រវត្តិ Digital Coupon ដែលមានភាពបត់បែនមុខងារទាំងអស់នេះអតិថិជនរបស់អ្នកអាចប្រើប្រាស់បានដោយគ្រាន់តែធ្វើការ scan អ្នកក៏អាចធ្វើការលក់ទំនិញតាម K-Store App ដោយមិនចាំបាច់ចំណាយកម្រៃជើងសារសូម្បីតែមួយសេនអ្វីដែលពិសេសមួយទៀតនោះ K-Store App នឹងធ្វើការ integrate ជាមួយនឹង Easy Accounting Software Easy Warehouse and Easy POS ដោយស្វ័យប្រវត្តិតាក់ទងមកពួកយើងនៅពេលនេះដើម្បីបង្កើនការលក់របស់អ្នក 20% ជាមួយនឹង K-Store App by BZ Advisor